ការប្រកួតត្រូវបានបញ្ចប់សម្រាប់កីឡាករគុនខ្មែររបស់យើងទាំង10រូបតអញ្ចឹងមកដឹងនៅលទ្ធផលជាមួយនឹង admin ទាំងអស់គ្នាអ្វីគឺត្រូវបានបញ្ចប់រួចរាល់អស់ហើយបងប្អូនសម្រាប់បេសកកម្មដ៏ធំរបស់កីឡាករគុនខ្មែរយើងដែលបានចេញទៅប្រកួតនៅឯទឹកដីនាប្រទេសចិនដែលមានការដែលរៀបចំពីខាងស្ថានីយទូរទស្សន៍ថោនសហការជាមួយនឹងខាង Srabi Gainsbourg ក្នុងន័យលើកស្ទួយវិស័យក្បាច់គុនខ្មែររបស់យើងទៅកាន់ឆាកអន្តរជាតិទន្ទឹមនឹងនេះផងដែរសម្រាប់បេក្ខភាពនៃកីឡាករគុនខ្មែររបស់យើងដែលមាន10រូបក្នុងនោះមាន5រូបលេងបែបលក្ខណៈ Kickboxing និង5រូបលេងបែបលក្ខណៈគុនខ្មែរហើយ Kickboxing យើងឃើញហើយមានសំណាងចុងក្រោយត្រូវប៉ះជាមួយនឹងកីឡាករ CN តេងយុនកីឡាករ Happy ត្រូវប៉ះជាមួយនឹងកីឡាករ Zhang Wan កីឡាករកូរ៉េមចាន់រាជត្រូវប៉ះជាមួយនឹងកីឡាករ Mo Zujia កីឡាករសោមវិឆ័យត្រូវប៉ះជាមួយនឹងកីឡាករ Yu Jingkun កីឡាករម៉ឺនមីឃាត្រូវប៉ះជាមួយនឹងកីឡាករឡៃហាវដែលឡែកសម្រាប់ការដែលលេងបែបលក្ខណៈគុនខ្មែរទី1គឺ Ricky ចៅម៉ែត្រូវប៉ះជាមួយនឹងកីឡាករ Lu Chiang Hoi កីឡាករ Long Acha ត្រូវប៉ះជាមួយនឹងកីឡាករ Yang Kun កីឡាករហ៊ុនកងគុនខ្មែរត្រូវប៉ះជាមួយនឹងកីឡាករ Lee Bolin កីឡាករសោតវាសនាគុនខ្មែរត្រូវប៉ះជាមួយនឹងកីឡាករ ZABO និងចុងក្រោយកីឡាករអែមលេងលីត្រូវប៉ះជាមួយនឹងកីឡាករសងជុងយ៉ែហើយសម្រាប់នៅអ្វីដែលជាលទ្ធផលបងប្អូនចំពោះការដែលលេងបែបលក្ខណៈ Kickboxing 5រូបសម្រាប់កីឡាករគុនខ្មែររបស់យើងដោយទី1កីឡាករកូរ៉េមច័ន្ទរាជបងប្អូនអញ្ចឹងកូរ៉េមច័ន្ទរាជបានយកឈ្នះពិន្ទុកីឡាករចិនដោយវាយស្វិតស្វាញពេញ3ទឹកទី2ម៉ឺនមីឃាក៏បានឈ្នះពិន្ទុកីឡាករចិនដូចគ្នាហើយទី3សំណាងចុងក្រោយចាញ់ចិននៅក្នុងទឹក2បងប្អូនហើយសំណាងចុងក្រោយគាត់បានព្យាយាមក្នុងការដែលធ្វើអស់ពីលទ្ធភាពហើយប៉ុន្តែយើងចូលជំនាញរបស់គេអញ្ចឹងគាត់បដូរកណ្ដាប់ដៃជាមួយនឹងកីឡាករចិនគឺអត់នៅទេបងប្អូនទប់គេអត់ជាប់នៅឡើយហើយសម្រាប់ហាត់ភីចាញ់ចិននៅក្នុងទឹក1បងប្អូនបន្ទាប់ពីចូលកណ្ដាប់ដៃនិងជង្គង់របស់កីឡាករចិនយើងឃើញហើយហាត់ភីរបស់យើងមិនអាចទប់គេជាប់នៅឡើយហើយចំពោះសោមវិឆ័យគឺចាញ់ពិន្ទុកីឡាករចិនអញ្ចឹង Kickboxing យើងឈ្នះ2យើងចាញ់3បងប្អូនដោយឡែកយើងបកទៅកាន់តទៅជាមួយនឹងគុនខ្មែររបស់យើងវិញការប្រកួតក្រោមច្បាប់នៃលក្ខខណ្ឌគុនខ្មែរដោយទី1គឺឡុងអាឆើតអញ្ចឹងឡុងអាឆើតបានឈ្នះចិននៅក្នុងទឹក3ដោយសារតែលោកគ្រូពេទ្យបញ្ឈប់កីឡាករចិនគឺមូលហេតុគាត់មានស្នាមរបួសធំបងប្អូនហើយចំពោះទី2គឺ Ricky ចៅម៉ែអញ្ចឹង Ricky ចៅម៉ែក៏បានឈ្នះពិន្ទុចិនដូចគ្នាអញ្ចឹងកូនសិស្សរបស់លោកគ្រូ Ricky 2រូបគឺឈ្នះទាំង2តែម្ដងសម្រាប់ការដែលទៅលេងទឹកដីនាប្រទេសចិនសង្វៀនធំដែលបានរៀបចំក៏ដូចជាសហការជាមួយនឹងខាងស្ថានីយទូរទស្សន៍ថោនហើយចំពោះទី3គឺសោតវាសនាគុនខ្មែរបងប្អូនអញ្ចឹងសោតវាសនាគាត់ឈ្នះពិន្ទុកីឡាករចិនដោយវាយស្វិតស្វាញពេញ3ទឹកយើងឃើញហើយរៀងតានតាំងដែរបងប្អូនប៉ុន្តែសោតវាសនាគាត់វាអត់សូវលះបងប្អូនយើងមើលទៅការស្ថានភាពនៃកីឡាករចិនជាក់ស្ដែងហ្នឹងគឺគាត់អស់ហើយប៉ុន្តែសោតវាសនាយើងគាត់ហាក់បីដូចជារៀងអស់ដែរអញ្ចឹងការវាយរបស់គាត់ហាក់បីដូចជាមិនសូវលះដោយការដែលគាត់វាយនៅខ្មែរតទៅសោះហើយសម្រាប់គូទី4គឺអែមលេងលីគឺចាញ់ពិន្ទុចិនបងប្អូនហើយទី5គឺហ៊ុនកងគុនខ្មែរក៏ចាញ់ពិន្ទុចិនដូចគ្នាដូច្នេះសរុបជាលទ្ធផលនៃការប្រកួត10រូបចំពោះកីឡាករគុនខ្មែររបស់យើងដែលលេងបែបលក្ខណៈ Kickboxing និងគុនខ្មែរយើងទទួលបាននៅជ័យជំនះ5រូបយើងចាញ់5រូបអញ្ចឹងមានន័យថា5ស្មើបងប្អូនហើយយ៉ាងណាមិញចំពោះបេក្ខភាពនៃកីឡាករគុនខ្មែររបស់យើងគឺគាត់ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយគាត់មានប្រមាណគឺគាត់ចេញប៉ុណ្ណឹងហើយបងប្អូនប៉ុន្តែកីឡានៅលើសង្វៀនមានឈ្នះមានចាញ់គឺជារឿងធម្មតាសំខាន់យើងឡើងទៅវាយអស់ចិត្តអស់ចង់បើយើងនិយាយខ្លីទោះបីជាលទ្ធផលទៅជាយ៉ាងណា
យើងទទួលយកទាំងអស់គ្នាដូច្នេះចំពោះ admin ក៏មានតែប្រព័ន្ធនឹងដែរហើយបងប្អូនយល់យ៉ាងណាសម្រាប់ការប្រកួតកាលពីយមិញបងប្អូនក៏អាចចូលរួម comment បញ្ចេញជាមតិយោបល់ម្នាក់មួយជាចុងក្រោយសូមជម្រាបលា